quê đi sật về từng ngọc nhiều khíแต่หลอกมาวิ่งยืงใหญ่อมปีนี่คือจุดสำคัญในโมโนสักไรคือยืงใหญ่อมปีอะซิเมตริกคาร์บอนจึงอะซิเมตริกคาร์บอนที่ไออะซิเมตริกคาร์บอนคือที่คาร์บอนได้ได้แต่งบวนរបស់វានេះឧទាហរណ៍ថានេះជាកាបូនចឹងដៃទាំង4នេះ1 2 3 4នេះត្រូវតែភ្ជាប់ជាមួយនឹង different molecule អូខេ molecule ផ្សេងគ្នាឧទាហរណ៍នៅក្នុងនេះយើងនិយាយអំពីស្ករដែលមាន3កាបូនគឺ glyceraldehyde ដែលយើង compare រវាង L និង D អញ្ចឹងតិចៗយើងនិយាយថាអ្វីជា L sugar អ្វីជា D sugar អូខេឥឡូវយើងនិយាយស្គាល់អំពី asymmetric carbon សិនអញ្ចឹងខ្ញុំនិយាយមិញថា asymmetric carbon គឺជាកាបូនដែលដៃទាំង4របស់វាភ្ជាប់ជាមួយនឹងបង្គំនាទីឬក៏ molecule ផ្សេងគ្នាអូខេអញ្ចឹងឧទាហរណ៍នេះយើងដាក់លេខឲ្យវាថាកាបូនលេខ1កាបូនលេខ2ហើយនិងកាបូនលេខ3អញ្ចឹងយើងមើលថានៅក្នុងនេះកាបូនលេខ1គឺដៃ2របស់វាគឺភ្ជាប់ទៅនឹង O ហើយអញ្ចឹងវាសល់តែដៃ2ទេដែលភ្ជាប់ជាមួយនឹង molecule ផ្សេងទៀតអញ្ចឹងវាមិនមែនជា asymmetric carbon ទេយើងមើលកាបូនលេខ2កាបូនលេខ2ដែលដៃទី1គឺភ្ជាប់ជាមួយនឹងបង្គំ aldehyde ហើយដៃទី2គឺភ្ជាប់ជាមួយនឹង OH ហើយដៃទី3គឺភ្ជាប់ជាមួយ H ដែលដៃទី4គឺភ្ជាប់ជាមួយនឹងកាបូន CH2OH អូខេនេះ CH2OH អញ្ចឹងអានេះវាភ្ជាប់ជាមួយ molecule 4ផ្សេងគ្នាអញ្ចឹងយើងថាកាបូនលេខ2នេះជា asymmetric carbon អញ្ចឹងពេលកាបូនលេខ3វាភ្ជាប់តែជាមួយនឹង hydrogen នេះអស់2ដាត់ឯនេះហើយអសល់មួយទៀតគឺភ្ជាប់ជាមួយ OH អានេះបើសិនជាយើងកាបូននេះណាកាបូននេះបើសិនជាយើងពង្លាតវាមកគឺវាបានបែបនេះកាបូននេះណាអានេះជាកាបូនហ្នឹងអញ្ចឹងកាបូនហ្នឹងយើងពង្លាតទៅបាន H N OH អញ្ចឹងយើងមើលថានៅក្នុងហ្នឹងនេះពីរនេះគឺវាភ្ជាប់ជាមួយនឹង H ហើយអញ្ចឹងអានេះក៏មិនមែនជា asymmetric carbon ដែរអញ្ចឹង asymmetric carbon នៅកន្លែងនេះគឺមានតែ carbon lambda 2ទេអូខេឧទាហរណ៍នេះដូចគ្នាយើងនិយាយដូចគ្នាគ្រាន់តែវាខុសទីតាំងរវាង OH នេះនិង OH នៅកន្លែងនេះតែប៉ុណ្ណោះអញ្ចឹងមួយទៀតអ្វីដែលគេចង់ឲ្យស្គាល់លើពី asymmetric carbon នោះគឺ asymmetric penultimate carbon ដែល penultimate នេះមានន័យថាម៉េច penultimate នេះគឺមានន័យថា last second from last វាស្មើពាក្យថា second from last នោះមានន័យថាម៉េចគឺកាបូនទី2បន្ទាប់ពីចុងក្រោយគេអូខេអញ្ចឹងឥឡូវមើលឧទាហរណ៍នេះដើម្បីងាយយល់អញ្ចឹងរាប់ទាំងអស់គ្នានៅក្នុងនេះបងប្អូនមើលថាជាទូទៅក្នុងគីមីបើយើងអត់ទៅសេកាបូនទេកន្លែងដែលទីតាំងនេះគឺជាទីតាំងរបស់កាបូនអូខេអញ្ចឹងបើយើងបង់លេខឲ្យវានេះគឺជាកាបូនលេខ1លេខ2លេខ3លេខ4លេខ5លេខ6អញ្ចឹងដូចខ្ញុំនិយាយមិញនៅកាបូនទីតាំងទី1គឺដៃ2របស់វាភ្ជាប់ជាមួយនឹង O ហើយអញ្ចឹងវាសល់ដៃ2ទៀតគឺមិនមែនជា asymmetric carbon ទេអូខេ it's not asymmetric carbon កាបូនលេខដល់ពេលដល់កាបូនទីតាំងទី2យើងឃើញថាកាបូននេះដៃទី1របស់វាគឺភ្ជាប់ជាមួយនឹង aldehyde group ដៃមួយទៀតភ្ជាប់ជាមួយ H ដែលដៃមួយទៀតភ្ជាប់ជាមួយ OH ហើយដៃទី4គឺភ្ជាប់ជាមួយនឹង carbon chain នេះអូខេយើងអាចនិយាយថា carbon chain នេះឬក៏និយាយត្រឹមនេះក៏បានដែរភ្ជាប់ជាមួយ carbon chain នេះ carbon chain នេះគឺខ្សែ carbon ណាអញ្ចឹងមានន័យថាម៉េចមានន័យថាកាបូនទី2នេះក៏ជា asymmetric carbon លេខ3នេះដូចគ្នាលេខ4លេខ5លេខ6អញ្ចឹងលេខ3នេះអានេះគឺភ្ជាប់ជាមួយនឹងដៃទី1របស់វាគឺភ្ជាប់ជាមួយនឹងកាបូននេះដែលដៃទី2គឺភ្ជាប់ជាមួយ OH ដៃទី3ភ្ជាប់ជាមួយ H ហើយដៃទី4គឺភ្ជាប់ជាមួយនឹងនេះអញ្ចឹងយើងឃើញថាវាភ្ជាប់ជាមួយនឹងដៃទាំង4របស់វាគឺខុសគ្នាអញ្ចឹងវាជា asymmetric carbon ដូចគ្នាចំពោះកាបូនលេខ4កាបូនលេខ5វាជា asymmetric carbon ហើយកាបូនលេខ6នេះដែលខ្ញុំឧទាហរណ៍មិញអញ្ចឹងបើយើងពន្លាតវាមកគឺ H N OH នេះណា
CH2OH នេះអញ្ចឹងវាដៃពីរនេះវាភ្ជាប់ជាមួយ H ដូចគ្នាហើយអញ្ចឹងវា not asymmetric compound អូខេឥឡូវយើងមើលស្គាល់ asymmetric compound ទាំង4នេះហើយអញ្ចឹងមិញលោកគ្រូនិយាយថាលោកគ្រូនឹងបញ្យល់ពីខ្ញុំនឹងនិយាយពីគេ asymmetric penultimate compound the second from the last one អញ្ចឹងយើងមើលទីតាំងរបស់វានេះយើងមើលទីតាំងរបស់វានេះមួយណាជា asymmetric នេះគឺ asymmetric penultimate compound asymmetric penultimate compound គឺ compound ទី5 6ហេតុអីពីព្រោះគេថា asymmetric penultimate compound គឺជា compound ដែលsecond from the last អញ្ចឹងអានេះគឺជា compound last អញ្ចឹងយើងរាប់មកនេះឡើងទៅលើវិញគឺវា second អញ្ចឹង compound នេះគឺនៅទី2បន្ទាប់ពីចុងក្រោយអញ្ចឹងវាគឺជា asymmetric penultimate compound អញ្ចឹងcompound ហ្នឹងគឺចង់ហេតុអីវាសំខាន់ពីព្រោះ compound ហ្នឹងវាសំខាន់ទៅលើយើងនិយាយអំពី score L និង score D នៅក្នុង monosaccharide score យើងចែកចេញជាក្រៅពីចែកចេញជាពីរប្រភេទ aldose ជាមួយនឹងketose ហើយគឺយើងចែកជា score 2ដែរគឺ score L ជាមួយនឹង score D ឧទាហរណ៍នៅក្នុងនេះគឺជា score aldose គឺ score glucose អញ្ចឹង glucose នេះយើងចែកជា L glucose ហើយនឹង D glucose ដែល L glucose ហ្នឹងគឺយើងមើលទៅលើអីគឺយើងមើលទៅលើទីតាំងរបស់នេះគេហៅថាទីតាំងរបស់ symmetric penultimate compound អញ្ចឹង symmetric penultimate compound គឺជា compound ទី2បញ្ជាប់ពី compound ចុងក្រោយអញ្ចឹងបើ compound ទី2បន្ទាប់ពី compound ចុងក្រោយភ្ជាប់ OH នៅខាងស្ដាំវាជា D configuration មាន D glucose បើសិនជាវា OH នេះនៅខាងឆ្វេងវិញឧទាហរណ៍ថា OH នេះមកនៅខាងឆ្វេងវិញអញ្ចឹងបើសិនជានៅខាងឆ្វេងវាជា L glucose អញ្ចឹងនេះគឺជារបៀបដែលគេហៅ L glucose ជាមួយនឹង D glucose អូខេ